បាញ់កៅបងប្អូនអស់នេះបាញ់បាទដ្រូនចំពោះហេតុផលដែលយើងត្រូវបាញ់ដ្រូនហ្នឹងបងប្អូនអស់គ្នាដោយសារតែពោតវាដោះខ្ពស់ហើយតែកៅយើងបាញ់ម្ដងបងប្អូនអស់គ្នាប៉ុន្តែម្ដងទៀតចឹងទៅវាថាវារើឡើងវិញចឹងចឹងបានយើងត្រូវការបាញ់ដ្រូនហើយដ្រូនវាខ្ពស់វាដូចមនុស្សយើងបាញ់ធម្មតាទេព្រោះយើងបាញ់វាបាញ់បានតែពេលវាទៀបជាងយើងទេពេលខ្វៀងយើងពិបាកមែនទែនចឹងបានយើងត្រូវការប្រើដ្រូនមកទៅហើយក្នុងការបាញ់ហ្នឹងយើងប្រចូលចំនួន2ទីតាំងបងប្អូនគ្នាបាទគឺខ្ញុំត្រូវការបាទដឹកទឹកទៅមកកន្លែងហើយខ្ញុំបាននៅយូរបានថតផ្លេចឹងទៅក៏ខ្ញុំទៅមកកន្លែងទៀតដឹកទឹកត្រៀមបងប្អូនគ្នាចការមកកន្លែងហ្នឹងគឺបើគិតទៅវាចូលគិតជាហិកតាបងប្អូនគ្នាគឺមកកន្លែងនោះគឺជា3ហិកតាហើយកន្លែងនេះគឺចូលជា12ហិកតាបងប្អូនគ្នាអញ្ចឹងទៅបាទយើងត្រូវត្រៀមទឹកច្រើនជាងបងប្អូនគ្នាបាទអញ្ចឹងខ្ញុំមកចាំកន្លែងមុនដាក់ទឹកតែខ្ញុំគ្រាន់តែថតស្កានខ្លះៗឲ្យបងប្អូនបានមើលព្រោះខ្ញុំអត់ចង់ទុក channel ឬក៏ page របស់ខ្ញុំចោលលើខ្លាយវាបាត់បង់ reach បាទបាត់បង់ view ហើយនេះគឺជាការទៅលោកខ្ញុំទៅសារលោកតាមែនទេលោកតាដែលខ្ញុំសម្ភាសគាត់កមុនណាបងប្អូនគ្នាគាត់អាយុចូល70ឆ្នាំហើយប៉ុន្តែកម្លាំងកំហែងរបស់គាត់បងប្អូនមើលនេះបងប្អូនគាត់ធ្វើចការបានស្អាតមែនទែនគឺវัวក៏អត់មាននិយាយទៅអាឡងស្រិលដូច8 10អញ្ចឹងបាទបងប្អូនអរគ្នានេះខ្ញុំមិនប៉ាក់ទៅឈឺជើងបងប្អូនអរគ្នាយើងទៅការបាញ់ថ្នាំតកៅបងប្អូនមើលជាក់ស្ដែងទៅឃើញហើយដោយសារតែតកៅវាស៊ីពោតស្នៀតពោតឬក៏ស្លឹកពោតរបស់យើងតែបើយើងអត់បាញ់វាទេវាជាបញ្ហាដែលផលដំណាំរបស់យើងអាចមានការថយចុះអញ្ចឹងលុយរបស់យើងដែលបានមកពីដំណាំដែលយើងខំធ្វើតែសាក់ស្រាមហ្នឹងក៏វាថយចុះទៅតាមនឹងដែរអញ្ចឹងហើយតែយើងត្រូវធ្វើអញ្ចឹងហើយនេះពុយអញ្ចឹងខ្ញុំត្រូវកាច់យកពុយនឹងទៅដាក់ដើម្បីយើងលើកទឹកដាក់ណាបងប្អូននេះពុយបងប្អូនយកមកពីអញ្ចឹងស្តេនទឹកយកចាក់អញ្ចឹងទៅបាទបងប្អូនទាំងអស់គ្នាប្រកាសជាឃើញផ្លែមែនអត់បងប្អូនឆ្ងាយបាទខ្ញុំធ្វើនេះសម្រាប់បងប្អូនឆ្ងាយជាពិសេសបងប្អូនឆ្ងាយដែលមិនមែនជាអ្នកចការអ្នកអីទេឃើញបាទទស្សនភាពបែបនេះខ្ញុំជឿចាក់ថាបងប្អូននឹងស្រឡះស្រឡំបន្ទាប់ពីចេញធ្វើការឬក៏បងប្អូនសម្រាប់ពីការងារអីអញ្ចឹងទៅអញ្ចឹងខ្ញុំចង់នាំទស្សនវិជ្ជាជូនបងប្អូនទាំងអស់គ្នាបានទស្សនានៅបានន័យថារុក្ខជាតិឬក៏ធម្មជាតិដែលចេញពីបងប្អូនចការរបស់យើងអញ្ចឹងណាបងប្អូនទាំងអស់គ្នាបើឃើញវីដេអូខ្ញុំហើយកុំភ្លេចចុច subscribe ឬក៏ follow ឬបងប្អូនអាចចុច share បើចូលចិត្តមែនទែនអាចចុច copy link បាទតែជួយឲ្យវីដេអូខ្ញុំបានទៅកាន់បងប្អូនផ្សេងទៀតបាទបងប្អូនអញ្ចឹងហើយបាទខ្ញុំនឹងបាទសូមជម្រាបលាបងប្អូនតំណឹងចុះបាទន័យថាខ្ញុំសូមជម្រាបលាមុនសិនសគូអញ្ចឹងណាបាទហើយបើសិនជាខ្ញុំមានវគ្គដ្រូនមកតង់បរោះទៀតខើចបាទខ្ញុំថតឲ្យតែខ្ញុំមានវគ្គដ្រូនបងប្អូនគ្នាវីដេអូដ្រូនហ្នឹងគឺពេលយប់បងប្អូនហើយបាទចាំមើលបងដ្រូនបាទ landing វាចុះវាត្រៀមហោះសិនទេអញ្ចឹងណាបងប្អូនអូស្អាតបងប្អូនអរគ្នាពោតដោះស្អាតមែនតើសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនទស្សនាទៅសប្បាយចិត្តរីករាយបងប្អូនអរគ្នាបាទអង្គថតលើតបូឡាមកបងប្អូនអរគ្នាចង់ឲ្យបងប្អូនអរគ្នាឃើញទស្សនភាពវាស្អាតពីលើបងប្អូនអរគ្នាបងប្អូនអរគ្នាជួយជូនពរខ្ញុំម្នាក់មួយបងប្អូនអរគ្នាបានផលល្អឆ្នាំហ្នឹងគឺល្អមែនទែនបាទគឺបានតម្លៃល្អបងប្អូនអរគ្នាខ្ញុំនិយាយក្នុងន័យអញ្ចឹងព្រោះដោយសារតែពោតឆ្នាំហ្នឹងគឺខ្ញុំធ្វើច្រើនហើយវាល្អជាង 80% បងប្អូនអរគ្នាហើយបងប្អូនអរគ្នាដាំអីដែរបងប្អូនអរគ្នាខាងណាអ្នកសុកសេឬអ្នកសុកបានអ្នកចំការឬក៏អ្នកក្រុងដែរបាទគឺសប្បាយចិត្តបងប្អូនអរគ្នាក្នុងនាមជាវិជាកសិករដាំបានផលល្អអញ្ចឹងប៉ុន្តែវាស្ដាយថាតកៅចុងដៃអញ្ចឹងយើងត្រូវការចំណាយថវិកាបាទប្រើប្រាស់ដ្រូនបន្ថែមអញ្ចឹងទៅបាទបងប្អូនគ្នាយើងអាចថារៀងកាត់ចំណេញតិចតួចដែរបើសិនជាវាអត់មានតកៅគៀកនឹងការប្រមូលផលទេក៏វាជាយ៉ាងណាជាកត្តាមួយដែលល្អដែរបងប្អូនអរគ្នាហើយវាល្អខ្លាំងមែនទែនបងប្អូនអរគ្នាបាទហើយនេះគឺខ្ញុំជិះថតតិចត្រូលមកដល់ហើយអញ្ចឹងមិនទាន់តែជាចាប់ដើមបាញ់ព្រាមៗទេត្រូវតែរៀងយប់បន្តិចបងប្អូនអរគ្នាខ្ទង់ឲ្យជាម៉ោង8ម៉ោង9អីអញ្ចឹងបងប្អូនអរគ្នាហើយបងប្អូនអរគ្នាគឺថាគេបាញ់ហ្នឹងគេមិនបាញ់ក្នុងករណីដែលចិត្តតែបាញ់ទេគេបាញ់មើលខ្យល់ដែរបើខ្យល់វាខ្លាំងគេអត់បាញ់គេចាំបាញ់ពេលគ្រួយឥឡូវនេះឃើញអញ្ចឹងបងប្អូនអរគ្នាបាញ់ពេលយប់
ចឹងបងប្អូននេះមានតែប៉ុណ្្នឹងហើយមកចង់មកវីដេអូបន្តចុច follow មកផងបងប្អូន YouTube ហើយចុច subscribe ជាមួយផងបងប្អូននេះបាទអរគុណច្រើនយើងជួបគ្នានៅវីដេអូបន្តទៀតជាមួយខ្ញុំបាទជីវ័នតារាអរគុណបងប្អូនសម្រាប់ការទស្សនា